ធ្លាប់តែឃើញគេយកទៅដេកជាមួយនឹងផ្កាមិនថាជាបាច់ផ្កាឬក៏កន្ត្រកផ្កាអីជាដើមហ្នឹងគឺអាសាឃើញមែនតើប៉ុន្តែអត់ដែលដឹងថាឈ្មោះវាហ្នឹងគេហៅអីទេអញ្ចឹងនៅក្នុងវីដេអូនេះមកសួរឈ្មោះផងហើយក៏មកបង្ហាញពីរបៀបនៃការធ្វើស្លឹកហ្នឹងដោយខ្លួនឯងផងដែរអញ្ចឹងដំបូងយើងត្រូវមានស្គុតកតាស់ហើយយើងកាត់វាប្រហែលជាប្រវែង10សង់ទីម៉ែត្រមកបន្ទាប់មកយើងត្រូវមានលួសសរសៃតូចល្មមបានហើយយើងយកមកធ្វើតងវាលួសហ្នឹងយើងដាក់ចំកតាស់ស្គុតអញ្ចឹងមកហើយបន្ទាប់មកបានយើងបត់ស្គុតនឹងជា2ហើយបានយើងកាត់ចេញជារូបរាងស្លឹកនិយាយទៅក៏ធ្វើបានតែប្រភេទស្គុតនឹងដែរព្រោះថាវាជាប្រភេទកតាស់អញ្ចឹងយើងអាចលេបពណ៌លេបអីបាននៅលើហ្នឹងពេលដែលយើងលេបទៅវានៅជាប់ហើយបើប្រភេទស្គុតផ្លាស្ទិកវិញគឺយើងលេបពណ៌អត់ជាប់ទេហើយស្លឹកឈើដែលខ្ញុំយកមកធ្វើថ្ងៃនេះវិញក៏ខ្ញុំបានសើចមើលដែរហើយមានច្រើនពណ៌មែនតើហើយមួយពណ៌គឺសុទ្ធតែស្អាតទាំងអស់ហ្នឹងប៉ុន្តែខ្ញុំយកពណ៌ផ្ទៃមេឃមកធ្វើដោយសារតែខ្ញុំចង់ឲ្យវារាងប្លែកបន្តិចប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ធ្វើពណ៌ស្លឹកឈើអីក៏ស្អាតម្យ៉ាងដែរហើយពណ៌ផ្ទៃមេឃនេះក៏ខ្ញុំប្រើ2ពណ៌ដែរមួយខាងខ្ញុំលេបពណ៌ផ្ទៃមេឃរាងស្រាលទៅហើយមួយខាងទៀតខ្ញុំលេបពណ៌រាងដិតទៅឲ្យវាមាន highlight រាងស្រាលដិតអីចឹងណាមិនចាំងភ្លើងទេគឺមាន2ពណ៌ហើយខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាតិចត្រង់តងផ្កានេះមិនយើងត្រូវលេបពណ៌វាប៉ុន្តែលួសគឺយើងលេបពណ៌អត់ជាប់ទេហើយបើថាជាប់ក៏វាងាយនឹងរបកដែរអញ្ចឹងយើងយកកៅទៀនយកមកលេបនៅលើលួសនឹងតិចមកហើយចាំយើងលេបពណ៌វាទៅប៉ុន្តែថងនេះខ្ញុំអត់បានធ្វើបង្ហាញអ្នកទាំងអស់គ្នាទេអញ្ចឹងខ្ញុំចាំមកបញ្ជាក់នៅក្នុងវីដេអូហ្មងទៅអញ្ចឹងយើងគ្រាន់តែធ្វើវាចេញជាស្លឹកអញ្ចឹងហើយយើងនៅតែតឡើងវាឡើងចេញជាមែកទៀតទេហើយយើងរុំវាចេញជាមែកនេះយើងប្រើស្គុតរុំដើមពណ៌បៃតងមិនថាពណ៌បៃតងចាក់បៃតងខ្ចីអីហ្នឹងគឺប្រើមួយណាក៏បានដែរហើយបើថាដើមវិញគឺយើងបាច់ចាំបាច់តប្រើប្រភេទតងផ្កាដែលគេលក់ហ្នឹងទេយើងប្រើសរសៃលួសធម្មតាហ្នឹងក៏បានដែរព្រោះថាយើងគង់តែរុំស្គុតរុំដើមហ្នឹងពីក្រៅតែទេហើយយើងធ្វើមានស្លឹកតូចស្លឹកធំអញ្ចឹងមកហើយធ្វើឲ្យយើងញែកវាតិចអញ្ចឹងទៅហើយកាច់ដើមកាច់អីវាតិចតួចអញ្ចឹងមកឲ្យវាកោងមើលទៅវាកាន់តែដូចបន្ថែមទៀតអញ្ចឹងណាអញ្ចឹងប្រភេទស្លឹកដែលខ្ញុំយកមកបង្ហាញអ្នកទាំងអស់គ្នាថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងសាមញ្ញមែនប៉ុន្តែមើលទៅក៏មិនអន់បានដែរយើងអាចយកទៅដេកជាមួយនឹងផ្កាឬក៏ដាក់តាំងជាថូឬក៏តាំងតែវាតែឯងអញ្ចឹងក៏បានដែរហើយដូចខ្ញុំបាននិយាយនៅក្បាលវីដេអូអញ្ចឹងថាខ្ញុំក៏ចង់សួរឈ្មោះស្លឹកនេះពីអ្នកទាំងអស់គ្នាដែរព្រោះថាធ្វើនេះគឺអត់ដឹងថាឈ្មោះខ្មែរគឺគេហៅស្លឹកនឹងថាអីទេអញ្ចឹងបើអ្នកទាំងអស់គ្នាដឹងកុំភ្លេច comment ប្រាប់ខ្ញុំម្នាក់មួយផងអរគុណ